ឆ្លើយតបតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍គុណគីមអគ្គលេខាធិការសមាគមរួមទាំងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមជាមនមេបញ្ជាការយុទ្ធភូមិភាគទី4ឲ្យសមាគមអតីតយុទ្ធជនផ្សារភ្ជាប់ជាមួយនឹងក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋានដើម្បីបង្កើនភាពជិតស្និទ្ធរវាងអង្គភាពនិងប្រជាពលរដ្ឋជាស្ដែងឯកឧត្តមសេនីយ៍ត្រីសំសុនមេបញ្ជាការបានប្រតិបត្តិការសឹកក្រុងកំពង់ធំប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំបានដឹកនាំសហការីចុះសួរសុខទុក្ខអតីតយុទ្ធជនមួយគ្រួសារទៀតដែលរស់នៅភូមិស្លាកែតសង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែនខេត្តកំពង់ធំនៅរសៀលថ្ងៃទី26ខែកក្កដាឆ្នាំ2017និងជានិច្ចកាលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំតែងតែចុះសួរសុខទុក្ខផ្សារភ្ជាប់ជាមួយនឹងក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋាននិងស្រាវជ្រាវសិក្សាពីជីវភាពរស់នៅដើម្បីឲ្យដឹងពីទុក្ខលំបាករបស់ក្រុមគ្រួសារអតីតយុទ្ធជនគ្រួសារលោកយាយឈុនណាយអាយុ74ឆ្នាំមានកូន10នាក់ប្រុស7នាក់ស្រី3នាក់តែកូនគាត់បានស្លាប់7នាក់ក្នុងនោះមានកូនម្នាក់ធ្វើយោធាឈ្មោះអានរយហើយបានពាក់លីជីវិតក្នុងសមរភូមិក្នុងអំឡុងទសវត្សរ៍ឆ្នាំ1980បច្ចុប្បន្នលោកយាយឈុនណាយរស់នៅសល់កូន3នាក់ហើយកូនរបស់គាត់បានបែករៀងៗខ្លួនដោយសារមានគ្រួសារអស់ហើយបន្សល់តែលោកយាយម្នាក់ឯងឲ្យរស់នៅក្នុងខ្ទមស្លឹកទ្រុះធ្លាយហើយគ្មានមុខរបរអ្វីរស់នៅសប្តាហ៍ថ្ងៃបានអ្នកជិតខាងឬកូនផ្ដល់អង្គបន្តិចបន្តួចសម្រាប់រស់នៅកំដរជីវិតក្នុងឱកាសនៃការសំណេះសំណាលចុះសួរសុខទុក្ខនិងលើកទឹកចិត្តក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានផ្ដល់ជូនអង្គ50គីឡូក្រាមមីយើងមួយកេសទឹកស្អ៊ីវទឹកត្រី2យួរនិងថវិកា50000រៀលលោកយាយឈុនណាយមានចិត្តរំភើបព្រីករាយខ្លាំងណាស់ដោយសារតែកន្លងមកពុំដែលបានទទួលអំណោយឧបត្ថម្ភពីខាងណានោះទេในឱកាសចុះសួរសុខទុក្ខលោកយាយបានថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែនដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនខេត្តដើម្បីជួយដល់ក្រុមគ្រួសារអតីតយុទ្ធជននិងប្រជាពលរដ្ឋដែលជួបនឹងការខ្វះខាតនិងសូមជូនពរឲ្យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយខេត្តកំពង់ធំខ្ញុំបុត្រថាធ្វើសេចក្តីរាយការណ៍